បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះផងដែរខ្ញុំបាននាំបងប្អូនមកទស្សនានៅទិដ្ឋភាពអំពីរថក្រោះថ្មបងប្អូនតែបងប្អូនធ្លាប់ឃើញរថក្រោះដែលគេចម្លាក់ធ្វើពីថ្មដែលទេគឺទីតាំងនេះគឺស្ថិតនៅជើងភ្នំព្រះនេត្រព្រះបាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបងប្អូននេះគឺជារថក្រោះអាចជាប្រភេទរថក្រោះ T54 ឬក៏ T55 ជាលក្ខណៈរបស់សូវៀតបាទហើយបងប្អូនមើលចុះគឺចម្លាក់ទឹកដៃជាងគឺពិតជាសុទ្ធស្អាតនិងល្អមែនតើដូចរបស់ពិតអញ្ចឹងតើអញ្ចឹងយើងមកមើលគ្រឿងបច្ចេកទេសរបស់រថក្រោះថាតើមានអ្វីខ្លះបាទបងប្អូននេះគឺជាច្រវាក់រថក្រោះមានក៏ដូចជាកងការសម្រួលច្រវាក់កងត្រូលទម្ងន់បាទបងប្អូនយកកងត្រូលទម្ងន់នៅសងខាងមាន5ទាំងអស់10បងប្អូនគឺធ្វើតម្រង់ទឹកដៃល្អមែនតើបាទនេះគឺជាតួប៉មនេះក៏ដូចជាកំភ្លើង100មីលីម៉ែត្រមានធុងប្រេងបាទនៅខាងក្រៅមានកងកាប់ច្រវាក់ផងដែរនៅខាងក្រោយបាទបងមើលចុះគឺទឹកដៃជាងដែលស្ថិតនៅស្រុកព្រះនេត្រព្រះគឺពិតជាមិនធម្មតាគេមែនបងប្អូនក៏ដឹងស្រាប់ផងដែរថាស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនេះគឺសម្បូរទៅដោយជាងចម្លាក់មែនតែនបាទហើយរថក្រោះនេះគឺកសាងឡើងដោយឯកឧត្តមសេនីយ៍តូកែវសិង្ហឡាយបាទហើយតំបន់ជើងភ្នំព្រះនេត្រព្រះផងដែរក៏ជាតំបន់ទេសចរមួយដែលល្បីល្បាញស្ថិតនៅស្រុកព្រះនេត្រព្រះបាទជាពិសេសគឺខែបុណ្យទានតែម្ដងគឺពោពេញទៅដោយភ្ញៀវទេសចរគាត់មកទស្សនាគាត់មកលេងដែលមានការប្រគំតន្ត្រីក៏ដូចជាអាងទឹកបាទនៅក្បែរហ្នឹងក៏មានអាងទឹកក៏សម្រាប់ក្មេងលេងផងដែរวันនេះគឺជាទិដ្ឋភាពនេះពេលល្ងាចបាទខ្ញុំថតហើយវារឿងល្ងឹតបន្តិចបងប្អូនតែវាមិនជាអ្វីទេខ្ញុំគ្រាន់តែចង់បង្ហាញអំពីស្នាដៃដ៏ប្រណិតរបស់ជាងដែលគាត់ចម្លាក់បាទយ៉ាងសុទ្ធស្អាតមែនទែនអំពីរថក្រោះប្រភេទ T54 T55 នេះតែម្ដងបាទកសាងឡើងនៅឆ្នាំ2009បងប្អូនចាប់ពីនឹងមកគឺមានរយៈពេលយូរមែនតើចង់ចូល20ឆ្នាំហើយបងប្អូនឥឡូវយើងមកទស្សនាទាំងអស់គ្នាបាទនេះគឺជាខាងឆ្វេងគឺជាប្រភេទកែវបាទពេលយប់នេះគឺជាគុលកណ្ដុងកំភ្លើង100មីលីម៉ែត្របាទចាំបងប្អូនទស្សនាចុះនេះគឺជាទិដ្ឋភាពដែលនៅជុំវិញនៃរថក្រោះថ្មដែលស្ថិតនៅជើងភ្នំព្រះនេត្រព្រះហើយនៅខាងលើក៏មានលក្ខណៈជារមណីយដ្ឋានហើយវត្តអារាមនៅខាងលើភ្នំព្រះនេត្រព្រះផងដែរបងប្អូនចង់ទស្សនាបងប្អូនអាចមកទស្សនាក៏ដូចជាមកលេងកម្សាន្តនៅទីនេះនេះគឺជាធុងសម្ភារៈមានគ្រប់សពទាំងអស់តែម្ដងបងប្អូនគឺអត់មានខ្វះចន្លោះទេជាងទឹកដៃគាត់ហើយក៏ដូចជាចម្លាក់គាត់ពិតជាល្អមែនតើខ្ញុំអត់ដឹងថាជាងឈ្មោះអ្វីទេតែខ្ញុំដឹងថាទឹកដៃគឺមិនធម្មតាព្រោះអីជាងនៅខាងស្រុកព្រះនេត្រព្រះបាទគឺសម្បូរមែនតើខាងជាងចម្លាក់បងប្អូនអាចមកទស្សនានៅពេលទំនេរក៏ដូចជាសៅរ៍អាទិត្យឬក៏ពេលបុណ្យទានជាពិសេសគឺពេលខែចូលឆ្នាំឬក៏ពេលចេញវស្សាបងប្អូនគឺសម្បូរទៅដោយភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះមែនតើឥឡូវបងប្អូនមើលចុះនេះគឺជាធុងប្រេងដែលខ្ញុំបានគោះបំពេញមិញខាងលើនេះគឺជាប្រភេទកំភ្លើង 12/7 បងប្អូនឬក៏ជាគុលកំភ្លើងធុងប្រេងមានខ្ចៅមានអីមែនតើគឺនៅល្អមិនមានការបែកបាក់អីទេបងប្អូនអញ្ចឹងខ្ញុំអនុញ្ញាតឲ្យបងប្អូនមើលទិដ្ឋភាពពីខាងលើភ្នំព្រះនេត្រព្រះវិញម្ដងថានៅជើងភ្នំនឹងមានទិដ្ឋភាពបែបណាសូមទស្សនាទាំងអស់គ្នា